អ្វីដែលយើងឮយើងនឹងភ្លេចអ្វីដែលយើងបានឃើញយើងនឹងចាំហើយអ្វីដែលយើងបានធ្វើយើងនឹងចេះបាទអញ្ចឹងថ្ងៃនេះខ្លឹមសភៅយើងនឹងលើកយកពំណូលរបស់អ្នកប្រាជ្ញល្បីៗបាទយកមកចែករំលែកបងប្អូនដើម្បីទុកគ្រាន់ជាចំណេះដឹងបាទដើម្បីទុកគ្រាន់ជាការសិក្សានៅពំណូលពីដើមដែលបានលើកឡើងដោយអ្នកប្រាជ្ញល្បីៗដែលយើងដកស្រង់ចេញពីសៀវភៅសុភាសិទ្ធជោគជ័យបាទហើយក្នុងហ្នឹងគឺមានពំណូលអ្នកប្រាជ្ញល្បីៗជាច្រើនមែនទែនបាទអញ្ចឹងពំណូលខាងលើនេះយើងនឹងដកស្រង់ចេញពីពំណូលរបស់ខុងជឺបាទអ្វីដែលយើងគ្រាន់តែឮយើងនឹងភ្លេចដោយបងប្អូនបានដឹងអញ្ចឹងគ្រាន់តែយើងបានឮពីអ្នកដតីនិយាយគ្រាន់តែយើងបានឮពីអ្នកជុំវិញរបស់យើងនិយាយឬក៏មិត្តភ័ក្តិដែលយើងនិយាយគ្នាបាទហើយបើសិនជាយើងទុករយៈពេលយូរពេលខ្លះរឿងទាំងអស់ហ្នឹងយើងនឹងឆាប់ភ្លេចបាទហើយបើសិនជារឿងដែលយើងជជែកគ្នាយើងចែករំលែកគ្នាសិតតែជារឿងដែលយើងគិតថាជារឿងដែលអត់សូវសំខាន់អញ្ចឹងគឺយើងឆាប់ភ្លេចលឿនណាតែបើសិនជាឧទាហរណ៍ថាបើមានរឿងណាដែលយើងជក់ចិត្តនៅក្នុងការចែករំលែកនៅក្នុងការលើកឡើងឬក៏ស្ដាប់ពីអ្នកដទៃបាទអញ្ចឹងអាចថាភាគរយនៃការចាំរបស់យើងនឹងមានច្រើនអីចឹងទៅតាមនឹងទៅប៉ុន្តែក្នុងពំណូលខាងលើនេះក៏លើកទឹកចិត្តឲ្យបងប្អូននៅពេលដែលយើងឮអ្វីដែលជាចំណេះដឹងយើងឮអ្វីដែលអាចឲ្យបងប្អូនរីកចម្រើនទៅថ្ងៃខាងមុខបាទហើយសូមយើងកុំភ្លេចបាទកត់ទុកកត់ចំណាំឬក៏អាចថាវាជារឿងដែលជក់ចិត្តសម្រាប់យើងនឹងធ្វើការចងចាំវានៅក្នុងចិត្តនៅក្នុងអារម្មណ៍របស់យើងជានិច្ចគ្រាន់តែពេលខ្លះនៅពេលដែលយើងបានឃើញមនុស្សដែលយើងបានជជែកជាមួយបាននិយាយរឿងទាំងអស់ហ្នឹងដែលជាចំណេះដឹងល្អយើងនឹងចងចាំវិញថាតើរយៈពេលខាងមុខហ្នឹងខាងមុនហ្នឹងគាត់បានចែករំលែកទៅទស្សនៈគំនិតឬក៏ចំណេះដឹងល្អអីខ្លះមកឲ្យយើងនឹងអាចចងចាំអញ្ចឹងសរុបមកវិញពំណូលខាងលើដែលនិយាយថាគ្រាន់តែយើងឮហ្នឹងយើងនឹងឆាប់ភ្លេចហ្នឹងអញ្ចឹងបងប្អូនត្រូវមានវិធីសាស្ត្រដើម្បីកុំឲ្យភ្លេចដោយការណូតទុកឬក៏សម័យបច្ចុប្បន្នយើងមានទូរស័ព្ទអីចឹងយើងអាចសុំគេ record ឬក៏យើងអាច note នៅក្នុងsmartphone របស់យើងក៏បានដែរបាទហើយមួយទៀតអ្វីដែលយើងបានឃើញយើងនឹងចាំជាក់ស្ដែងដែលគេលើកឡើងណាថាឮ10មិនស្មើនឹងបានឃើញម្ដងបាទអញ្ចឹងត្រង់សុភាសិតរបស់ខ្មែរយើងដែលបានលើកឡើងហ្នឹងអត់ខុសពីអ្វីដែលអ្នកប្រាជ្ញពីដើមគាត់បានលើកឡើងទេបាទបើសិនជាយើងបានឃើញបាទរឿងរ៉ាវទាំងអស់ហ្នឹងអូខេបើសិនជាយើងបានឃើញស្នាដៃដែលគេបានធ្វើដោយផ្ទាល់ភ្នែកបាទការងារដែលគេធ្វើដោយផ្ទាល់ដៃអញ្ចឹងគឺយើងឃើញផ្ទាល់ភ្នែកហ្នឹងគឺការចងចាំរបស់យើងនឹងចាប់ផ្ដើមមានការចងចាំបាទយើងឧទាហរណ៍ទៅលើវិស័យការងារបាទបើសិនជាបងប្អូនជាបុគ្គលិកដែលទើបតែចូលថ្មីទេហើយយើងទៅហាត់ការងារជាមួយនឹងបុគ្គលិកចាស់អីចឹងទៅបាទអញ្ចឹងនៅពេលដែលគេបរៀនយើងគេចាប់ផ្ដើមបរៀនអំពីការងារហ្នឹងឯងបាទអញ្ចឹងនៅពេលដែលគេធ្វើហើយយើងមើលម្ដងពីរដងបាទអញ្ចឹងគឺយើងនឹងចាប់ផ្ដើមចាំប៉ុន្តែមិនប្រកាសថាយើងចេះទេយើងគ្រាន់តែចាំថាអូអាការងារនេះដំណើរការវាធ្វើទៅយ៉ាងម៉េចអីចឹងទៅបាទទៅដំណាក់កាលទី1ដំណាក់កាលទី2រហូតទៅដល់ដំណាក់កាលចុងក្រោយអីចឹងទៅបាទ
ចឹងស្រុបមកវិញបំណុលទី2នេះដែលគេលើកឡើងថាអ្វីដែលយើងបានឃើញនឹងយើងនឹងងាយចងចាំបាទអញ្ចឹងសូមឲ្យការចងចាំរបស់យើងហ្នឹងជាការចងចាំដ៏ល្អបាទហើយដូចមានអ្នកដែលមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គមយើងខ្លះហ្នឹងក៏គាត់បានលើកឡើងដែរថារឿងខ្លះគឺជារឿងដែលយើងគួរឲ្យចងចាំតែរឿងខ្លះមួយចំនួនទៀតគឺជារឿងដែលយើងមិនគួរឲ្យចងចាំទេឧទាហរណ៍តែដូចគេលើកឡើងថារឿងដែលមិនល្អចេញពីបណ្ដាញសង្គមអីចឹងណាអញ្ចឹងអាចថាបងប្អូនទៅពេលដែលយើង scroll Facebook ឬ scroll TikTok ឬក៏ scroll បណ្ដាញសង្គមផ្សេងអីចឹងទៅស្រាប់តែយើងបានឃើញព័ត៌មានដែលមិនល្អអីចឹងទៅអញ្ចឹងរឿងទាំងអស់ហ្នឹងវាអាចនឹងប៉ះពាល់មកដល់អារម្មណ៍របស់បងប្អូនអាចថាក្នុងមួយថ្ងៃហ្នឹងគឺយើងធ្វើការងារអត់បានល្អទេដោយសារអីដោយសារតែអារម្មណ៍ដែលយើងដកជាប់ពីការដែលយើងបានឃើញព័ត៌មានមិនល្អនៅក្នុងបណ្ដាញសង្គមអីហ្នឹងបាទអញ្ចឹងវាអាចធ្វើឲ្យប៉ះពាល់អារម្មណ៍របស់យើងពេញមួយថ្ងៃអីចឹងទៅបាទអញ្ចឹងបងប្អូនសាកគិតមើលថាតើអារឿងទាំងអស់ហ្នឹងយើងគួរតែកាត់បន្ថយមើលអារឿងដែលមិនល្អទាំងអស់ហ្នឹងឬក៏យ៉ាងម៉េចបាទហើយបើសិនជាយើង scroll បណ្ដាញសង្គមបាទយើងឃើញទៅលើការចែករំលែកចំណេះដឹងល្អបាទការចែករំលែកចំណេះដឹងថ្មីការចែករំលែកបច្ចេកទេសបច្ចេកវិទ្យាផ្សេងអីហ្នឹងដែលអាចថាធ្វើឲ្យយើងរីកចម្រើនហ្នឹងបាទអញ្ចឹងគឺយើងគួរតែមើលរឿងទាំងអស់ហ្នឹងហើយឲ្យវាស្ថិតនៅក្នុងការចងចាំរបស់យើងទៅបាទហ្នឹងវាជារឿងល្អមួយកម្រិតទៀតអញ្ចឹងណាដើម្បីឲ្យបំណុលដែលគេបានលើកឡើងថាបើសិនយើងបានឃើញហើយយើងចងចាំអញ្ចឹងអ្វីដែលយើងថែមទៅលើបំណុលទាំងអស់ហ្នឹងគឺនៅពេលដែលយើងចងចាំហើយគួរតែចងចាំរឿងដែលធ្វើឲ្យខ្លួនយើងអភិវឌ្ឍបាទធ្វើឲ្យខ្លួនយើងរីកចម្រើនធ្វើឲ្យខ្លួនយើងមានអារម្មណ៍ល្អពេញមួយថ្ងៃអីចឹងទៅបាទអញ្ចឹងបំណុលជាចុងក្រោយមួយទៀតបាទអ្វីដែលយើងបានធ្វើហ្នឹងយើងនឹងចេះបាទអញ្ចឹងយើងត្រឡប់មកមើលឧទាហរណ៍ពីលើមកវិញមិញសិនគឺយើងលើកឡើងពីអ្នកធ្វើការងារគ្រាន់តែទៅមើលការបរិញ្ញាគេអីចឹងណាមានមុខលិកថ្មីគ្រាន់តែទៅមើលការបរិញ្ញារបស់គេអញ្ចឹងគាត់ឃើញហើយគាត់ដឹងថាដំណើរការនៃការធ្វើការងារពី1ទៅ2ពី2ទៅ3រហូតដល់ចុងចប់អីចឹងទៅប៉ុន្តែបើសិនជាគាត់ចាប់ផ្ដើមដឹងថាមើលឃើញថាការងារហ្នឹងគេធ្វើអញ្ចឹងហើយចាប់ផ្ដើមគាត់ធ្វើខ្លួនឯងបាទអញ្ចឹងគឺគាត់ធ្វើម្ដងបាទគាត់ធ្វើ2ដងបាទគាត់ធ្វើ3ដងរហូតទៅដល់ធ្វើជាច្រើនដងអញ្ចឹងសរុបមកវិញបានថាការដែលយើងបានធ្វើបាទយើងធ្វើឲ្យវាទៅជាទម្លាប់របស់យើងបាទធ្វើឲ្យវាទៅជាជំនាញរបស់យើងបាទយើងនឹងចេះធ្វើរឿងទាំងអស់ហ្នឹងបានកាន់តែល្អខ្លាំងឡើងបាទឧទាហរណ៍មួយទៀតថាដូចឧទាហរណ៍ថាយើងជាអ្នកដែលរៀនទៅលើ graphic design អីចឹងទៅបាទរៀនរចនារូបភាពបាទអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងទៅរៀនហើយយើងអត់មានកុំព្យូទ័រខ្លួនឯងទេយើងគ្រាន់តែបានទៅស្ដាប់គ្រូបរៀនបាទបើកឲ្យមើលបើកវីដេអូឲ្យមើលឬក៏បរៀនផ្ទាល់អីចឹងទៅហើយសួរថាយើងអត់មានការអនុវត្តសួរថាតើយើងចេះបានកម្រិតណាបាទអញ្ចឹងត្រង់បំណុលនេះបើសិនជាយើងអនុវត្តការងារនឹងទៅជាលំដាប់បាទពីមួយថ្ងៃទៅមួយថ្ងៃយើងអនុវត្តការងារនឹងរហូតឬក៏ធ្វើការងារនឹងរហូតឲ្យទៅជាទម្លាប់របស់យើងជារៀងរាល់ថ្ងៃគឺយើងអត់អាចមិនធ្វើអត់បានទេត្រូវតែធ្វើកិច្ចការងារនឹងឬក៏កិច្ចការងារដែលខ្លួនឯងស្រឡាញ់នឹងបាទរហូតឲ្យវាទៅជាជំនាញ full បាទជំនាញពេញលេញបាទអញ្ចឹងបំណុលរបស់
không chư bao giờ nó cứ lược lao nó cứ bật chìm mình khẩu tì cứ sụp một vĩnh cứ phơ cắn tại trán chết cắn tại trán bà chẳng tôi lọc một bông ôn vĩnh thà tớ dương bàn triêm khuôn hai rồi nữ bà dương bàn lư hới dương bàn cót tục hai rồi nữ bà dương lư hới dương bàn bàn nô tục bàn sơ xê tục nó không tùa sạp đài hai nữa tục rung lực bề cõi bà sân chỉ dương lư hới dương chạm hai rồi nữ bà ok mũi tiệt ta dương khơi cách ca nghe đại bắt đầu chỉ chấm này đằng đỏ dương để ai ở khuôn chương đi chấm ra nắng ta dương đừng chăm cái ca nghe đằng hơi nữ dương đừng chăm chấm này đằng hơi đằng hơi nữ bà hơi bật sau này dương chăm hỏi ta dương ban phơ việt tế bà dương phơ vi là hốt đó khai tôi chi chấm độ chật bỏ dương tế rồi còn dương phơ vi pi một ngày tới một ngày dương phơ vi ai tới chi chấm điền dương hơi nữ bà ok năng ngày chẳng dương mình chăm bạch ở bóng bóng bỏ sai ấy tế xong bóng bóng ai ta vô từ kết chan na luôn ai tới thao tao bùm nô tặng bay khang lơ nắng bà sân chi bóng bóng kết tha nó không khâm xa sập hờ nắng vì miền lẽ khả năng là ô nông ca để dương vô từ kết chan ná xong bóng bóng ai chú lọc bằng trang luôn ai làm vĩnh bà chẳng video và dương miền tại phần đăng tế hay sừng không tha ca chạy đồng lê cầm xa sập hư song khăn ta chun bóng ôn ấy vì chỉ bây giờ sầm rạp bóng ôn từng ở kia sầm rạp cả bị vọt luôn rồi còn sầm rạp cả vì chỉ chụp này đăng chẳng xong bóng ôn chui chạy đồng lê và to tiết bà chui like chui subscribe hay comment nông ca Stapana លើវីដេអូយើងទាំងអស់គ្នាបាទអញ្ចឹងអរគុណសូមជម្រាបលា